ណាបណ្ដោះកូនកៅស៊ូរាប់ម៉ឺនដើមរបស់ឈ្មួញអ្នកមានលុយនៅចំកណ្ដាលព្រៃឡង់ក្នុងខេត្តកោះចេះត្រៀមយកទៅដាំលើដីដែលបានកាប់ទន្ទ្រានសង្ស័យមានការបាក់ដៃពីជំនាញបរិស្ថានខេត្តកោះចេះប្រិយមិត្តជាទីរាប់អានព្រៃឡង់នៅក្នុងភូមិសាស្ត្រខេត្តកោះចេះកំពុងតែទទួលរងនឹងការកាប់បំផ្លិចបំផ្លាញយ៉ាងគំហុកពីសំណាក់ក្រុមឈ្មួញក្រាក់ៗល្បីៗអ្នកមានលុយមានអំណាចនិងមានឥទ្ធិពលព្រមទាំងមានការត្រូវរើគ្នាជាប្រព័ន្ធរវាងជំនាញដែលបានដាក់ស្នាក់ការចាំយាមនៅតំបន់នោះដែលបានបណ្តែតបណ្តោយនិងបាក់ដៃឲ្យមានការកាប់ទន្ទ្រានព្រៃយកដីដែលជារបស់រដ្ឋយកទៅធ្វើជាកម្មសិទ្ធិនិងលក់យកលុយធ្វើបានតាមតែអំពើចិត្តឬរឿងខ្លួនដែលមិនបានគោរពនិងញញើតច្បាប់បន្តិចសោះឡើយយោងតាមប្រភពពីប្រជាពលរដ្ឋបានខ្សឹបប្រាប់អង្គភាពយើងថាព្រៃឡង់នៅក្នុងភូមិសាស្ត្រខេត្តក្រចេះកាលពីមុនគឺមានភាពស្រស់បំព្រងខៀវខ្ចីគួរឲ្យគយគន់សត្វព្រៃទាំងឡាយសបោសបាយក្នុងការរស់នៅប៉ុន្តែប្រមាណឆ្នាំចុងក្រោយនេះព្រៃឡង់បានក្លាយទៅជាវាឡង់ព្រៃកៅស៊ូនិងស្វាយចន្ទីស្ទើរតែទាំងស្រុងអស់ទៅហើយដោយសារតែក្រមឥទ្ធិពលរបស់អ្នកមានលុយមានអំណាចព្រមទាំងមានការត្រូវរើគ្នាជាប្រព័ន្ធទើបព្រៃឡង់ដែលជារបស់ជាតិត្រូវបានវិនិច្ឆ័យហើយបែបនេះមិនតែប៉ុណ្ណោះនៅពេលបច្ចុប្បន្នគេសង្កេតឃើញថាបន្ទាប់ពីមានការកាប់ទន្ទ្រានរៀនយកដីរាប់រយហិកតាក្នុងនោះក៏មានការបង្កើតជាថ្នាលបណ្ដោះកូនកៅស៊ូនិងស្វាយចន្ទីរាប់ម៉ឺនដើមដែលគេស្គាល់ថាជារបស់លោកគ្រីវុទ្ធាត្រង់ចំណុចអូទឹកក្រហមត្រង់យាមកាមលេខ 48P 577745141156ដែលមានកម្មករមើលថែជាច្រើនអ្នកបំរុងត្រៀមយកទៅដាំនៅលើដីដែលបានធ្វើការកាប់ដុតទន្ទ្រានរួចរាល់រាប់រយហិកតាត្រង់ចំណុចយាមកាមលេខ 48P 5741371415 ចំណុចសសរ8ជ្រុងឃុំកំពង់ចាមស្រុកសម្បូរខេត្តក្រចេះប្រភពដដែលបន្តថាចំពោះប្រជាពលរដ្ឋក្រីក្រមិនអាចធ្វើបាននោះទេចាប់គ្មានលើកលែងឡើយបើត្រង់គេជាអ្នកមានលុយវិញមិនត្រឹមតែមិនមានវិធានការទប់ស្កាត់នោះទេថែមទាំងជួយមើលផ្លូវថែមទៀតផងជុំវិញករណីខាងលើនេះក្រុមការងារមិនអាចទំនាក់ទំនងសុំការបកស្រាយបំភ្លឺពីលោកសាំងសខននេះដែនចម្រោកសត្វព្រៃព្រៃឡង់ខេត្តក្រចេះស្នាក់ការកំពតគយបានទេដោយពុំមានលេខទូរស័ព្ទមហាជនទូទាំងប្រទេសបានចោទជាសំណួរសួរចំទៅលោកសាំងសខននេះដែនចម្រោកសត្វព្រៃព្រៃឡង់ខេត្តក្រចេះស្នាក់ការកំពតគយថាតើលោកបង្កើតស្នាក់ការដើម្បីអ្វីទៅទៀតហេតុអ្វីបានជានៅចំកណ្ដាលព្រៃឡង់មានថ្នាលបណ្ដោះកូនកៅស៊ូរាប់ម៉ឺនដើមអីចឹងតើការបង្កើតថ្នាលបណ្ដោះកូនកៅស៊ូខាងលើនេះបានទទួលសិទ្ធិអនុញ្ញាតដែលចេញដោយច្បាប់តាំងពីពេលណាមកអនុក្រឹត្យលេខប៉ុន្មានឬក៏មានសចនលេខប៉ុន្មានដែរទៀតមួយអន្លើតើការដាក់ស្នាក់ការដើម្បីការពារព្រៃឬមួយដាក់ស្នាក់ការដើម្បីឲ្យគេកាប់ព្រៃយកដីចំពោះការកាប់ព្រៃចន្ទ្រានយកដីនិងការបង្កើតថ្នាលបណ្ដោះកូនកៅស៊ូរបស់លោកគ្រីវុទ្ធាត្រង់ចំណុចទីតាំងខាងលើតើលោកបានដឹងដែរឬទេបើសិនជាលោកមិនដឹងតើលោករវល់ធ្វើអ្វីម្យ៉ាងទៀតការកាប់ទន្ទ្រានព្រៃយកដីរបស់រដ្ឋលើនេះមិនមែនធ្វើតែមួយថ្ងៃនោះទេគឺរាប់សិបថ្ងៃឯណោះជុំវិញករណីខាងលើនេះមហាជនដែលស្រឡាញ់ទុនធានធម្មជាតិទូទាំងប្រទេសទទូចស្នើសុំដល់មន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកោះចេះឯកឧត្តមវ៉ាថនអភិបាលនៃគណៈអភិបាលខេត្តកោះចេះនិងគ្រប់ស្នើសុំទៅដល់ឯកឧត្តមអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាចាត់កម្លាំងក្រមអាវ៉ាតចុះស្រាវជ្រាវធ្វើអធិការកិច្ចត្រួតពិនិត្យលើបុគ្គលគ្រីវុទ្ធានិងអ្នកពាក់ព័ន្ធខាងលើនេះចាត់ការតាមផ្លូវច្បាប់ផងទៀតបើពុំដូច្នោះទេដីនឹងចំណុចទីតាំងខាងលើនេះច្បាស់ណាស់ជាវិនិច្ឆ័យហើយដោយសារតែបុគ្គលខាងលើនេះជាក់ជាពុំខានឡើយសូមអរគុណ